សិល10នេះជាសិលសម្រាប់កុហកទី3លោកហៅថាអតិរេកសិលអតិរេកសិលនេះគឺមានតែសិលដែលត្រូវចម្រើនឲ្យមានរៀងរាល់ថ្ងៃជានិច្ចបាទមិនខុសគ្នាពីសិល8បានដែរគាត់ថែមសិក្ខាបទខ្លះទី1មិនសម្លាប់ទី2មិនលួចទី3មិនរួមមេត្រីផ្លូវភេទទី4មិននិយាយកុហកទី5មិនខ្សែគ្រឿងញៀនគ្រឿងស្រវឹងទី6មិនបរិភោគអាហារនៅក្នុងកាលខុសគឺដោយប្រសងដែរចាប់ពីថ្ងៃជ្រេឡើងទៅហើយទី7មិនប្រើប្រាស់នៅគ្រឿងសរសើររាងកាយមានគ្រឿងក្អូបមានម្សៅជាដើមទី8មិនរំច្រៀងមិនមើលមហោស្រពមិនមើលល្បែងកម្សាន្តហើយទី9មិនអង្គុយនៅលើទីសេនាសនៈដែលខ្ពស់ប្រមាណហើយទី10មិនកាន់មាសឬប្រាក់ហើយថាកាយចាយវិញគឺអត់កាន់នៅទល់កាយទេបាទគឺជាសិក្ខាបទមួយដែរហើយអ្វីដែលខុសគ្នាពីសិល8បន្តិចត្រង់ថាសិល8ខទី7លោករួមការសរសើររាងកាយនិងការមើលមហោស្រពឬក៏រំច្រៀងតែមួយទេលោកដាក់សិក្ខាបទទី7ប៉ុន្តែសម្រាប់ទីសិល10ទី7គឺមិនសរសើររាងកាយទី8មិនរំច្រៀងបាន2កន្លែងហ្នឹងហើយមិនអង្គុយក្នុងទីសេនាសនៈខ្ពស់ប្រមាណដូចគ្នាហើយនៅចំក្រោយមិនប្រើប្រាស់នៅមាសនិងប្រាក់ប៉ុន្តែអត់កាន់មាសកាន់ប្រាក់ទេបាទហើយសម្រាប់អតិរិកសិលឬសិល10នេះសម្រាប់យើងជាកុហកគឺបើយើងស្ម័គ្រចិត្តកាន់គឺកាន់រៀងរាល់ថ្ងៃដោយព្រះអង្គបួសជាសាមណេរដែរដោយប្រសងដែលបួសជាសាមណេរព្រះអង្គកាន់រៀងរាល់ថ្ងៃហេតុអីបានជាបើកាន់រៀងរាល់ថ្ងៃហេតុអីមិនទៅបួសអតិរិកសិលនេះគឺសម្រាប់អ្នកដែលជាថ្លាឧទាហរណ៍ថាពេលខ្លះយើងកាន់បានដល់សិល5ទេតែអ្នកខ្លះខិតខំធ្វើល្អកាន់ដល់សិល8តែអ្នកខ្លះទៀតរឹតតែល្អទៀតកាន់បានរហូតដល់សិល10ហេតុអីបានជាសិល10មិនទៅបួសបើទៅបួសកាន់សិល10ពីសាមនេះមិនល្អពេលខ្លះដោយសារយើងជាកុហកយើងជាប់កាតព្វកិច្ចនៅផ្ទះត្រូវមើលថែឪពុកម្ដាយត្រូវមើលថែកូនប្រពន្ធឬត្រូវមើលថែអីផ្សេងៗទៀតដែលយើងមិនអាចរស់នៅក្រៅពីផ្ទះបានយើងមានកាតព្វកិច្ចក្នុងផ្ទះដូច្នេះយើងអាចមានសទ្ធាកាន់រហូតដល់សិល10ដោយព្រះអង្គបួសសាមណេរដែរ